បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះដែរខ្ញុំនឹងនាំបងប្អូនទៅទស្សនានៅប្រាសាទមួយកន្លែងដែលស្ថិតនៅក្នុងខេត្តសៀមរាបបាទហើយប្រាសាទនេះគឺមានឈ្មោះថាប្រាសាទបន្ទាយស្រីបាទហើយនេះជាសកម្មភាពរបស់ខ្ញុំដែលពួកខ្ញុំបានមកដល់ប្រាសាទបន្ទាយស្រីហើយជាសកម្មភាពមួយដែលយើងបានដើរចូលទៅក្នុងប្រាសាទហើយនេះជាទស្សនវិជ្ជានៅពេលដែលយើងចូលប្រាសាទបាទបងប្អូនដឹងហើយថាប្រាសាទបន្ទាយស្រីគឺស្ថិតនៅក្នុងភូមិបន្ទាយស្រីឃុំបន្ទាយស្រីស្រុកបន្ទាយស្រីខេត្តសៀមរាបដែលមានចម្ងាយប្រមាណ39គីឡូម៉ែត្រភាគខាងជើងទីរួមខេត្តសៀមរាបឃ្លាតពីស្រះស្រង់27គីឡូម៉ែត្រនិងមានចម្ងាយ32គីឡូម៉ែត្រពីប្រាសាទអង្គរវត្តតាមផ្លូវឆ្ពោះទៅភ្នំគូលែនបាទបងប្អូនដឹងហើយថាប្រាសាទបន្ទាយស្រីគឺជាប្រាសាទមួយដែលល្បីរន្ទឺសូម្បីតែភ្ញៀវជាតិនិងអន្តរជាតិគាត់មកលេងគាត់ពុំដែលចោលទេនៅប្រាសាទបន្ទាយស្រីនេះគឺដោយបងប្អូនដឹងហើយថាគឺប្រាសាទនេះគឺមានរូបចម្លាក់ក្បាច់ក្បូរឆ្លាក់អីគឺអស្ចារ្យមែនទែនគឺល្អដាច់គេនៅក្នុងប្រាសាទទាំងអស់ហ្នឹងបាទនៅក្នុងប្រទេសកម្ពុជារបស់យើងនៅក្នុងខេត្តសៀមរាបហ្នឹងណាហើយណាមួយប្រាសាទហ្នឹងគឺយើងបានដឹងហើយថាគឺបុព្វបុរសខ្មែរគឺលោកបានយកថ្មភក់ដែលមានពណ៌ផ្កាឈូកគឺយកមកកសាងជាប្រាសាទតែម្ដងបាទហើយប្រាសាទបន្ទាយស្រីនេះគឺបានកសាងក្នុងគ្រិស្តសករាជ967ក្នុងរជ្ជកាលព្រះបាទរាជាព្រះវរ្ម័នទី2គឺមុនការកសាងប្រាសាទអង្គរវត្តនិងអង្គរធំដោយព្រំម្នាក់ឈ្មោះយៈរិហៈបានដែលជាគ្រូរបស់ព្រះបាទជ័យវរ្ម័នទី5ហើយប្រាសាទហ្នឹងគឺយើងសម្រាប់ឧទ្ទិសដល់ព្រហ្មញ្ញសាសនាបាទដូចដែលបងប្អូនបានដឹងអំពីប្រវត្តិខ្លះៗហើយខ្ញុំក៏បានជម្រាបដល់បងប្អូនហើយដែរបាទហើយវីដេអូរបស់ខ្ញុំគឺយើងបង្ហាញនៅប្រាសាទបន្ទាយស្រីដែលចង់ឲ្យបងប្អូនបានស្គាល់ហើយនេះជាសកម្មភាពរបស់ក្រុមរបស់ខ្ញុំគឺយើងបានចូលប្រាសាទហើយយើងបានដើរនៅជុំវិញខាងប្រាសាទបន្ទាយស្រីបន្តទៀតបាទហើយសកម្មភាពរបស់ខ្ញុំគឺពួកយើងនឹងបន្តការងារថតនៅរូបចម្លាក់ហើយក្បាច់ក្បូររចនាផ្សេងនៃប្រាសាទបន្ទាយស្រីយើងនឹងបានហើយវីដេអូរបស់ខ្ញុំមិនមានអ្វីច្រើនទេគឺយើងរៀបរាប់តែពីប្រវត្តិខ្លះៗហើយនឹងបង្ហាញនៅក្បាច់ក្បូររចនាផ្សេងអំពីប្រាសាទហើយជាចុងក្រោយសូមអរគុណសូមជម្រាបលាកុំភ្លេចជួយចុច Subscribe នៅ Channel YouTube របស់ខ្ញុំ